បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបានមកដល់ទីតាំងនេះមកកន្លែងហើយមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែនទីសភាពនៅទីនេះបាទដោយសារយើងមើលទៅគឺមានថ្ងៃលិចមានជាស្រះទឹកในក្នុងស្រះទឹកគឺមានទឹកគួនកប្លោកមានដុះឈូកច្រើនហើយមើលទៅគួរឲ្យស្រស់ស្រាយមែនទែនហើយនៅតំបន់នេះគឺខ្យល់ល្អណាស់ខ្យល់ត្រជាក់តែម្ដងអញ្ចឹងខ្ញុំមកដល់ភ្លាមគឺខ្ញុំចាប់អារម្មណ៍ទេសភាពនៅទីនេះមែនទែនហើយទីតាំងនេះគឺមិនមែនអត់មានគេមកលេងទេណាបងប្អូនបាទយើងមានឃើញមានក្មេងៗអីគាត់ជិះម៉ូតូល្ងាចអីគឺគាត់ជិះមកលេងគាត់ដប់គ្នាមកលេងមកទិញអីមកញ៉ាំអីអញ្ចឹងកន្លែងនេះក៏ជាកន្លែងដែលគេកំសាន្តមួយដែរហើយទីតាំងនេះដែរគឺសន្ធិដ្ឋនៅខេត្តកំពង់ស្ពឺបាទក្រោយវត្តវាំងចាស់អញ្ចឹងបងប្អូនដែលនៅតំបន់ហ្នឹងឬក៏នៅក្នុងខេត្តកំពង់ស្ពឺខ្លះគឺស្គាល់ហើយបងប្អូនអស់គ្នាមើលអញ្ចឹងយើងសម័យមើលថាទេសភាពបែបនេះមានទាំងទឹកមានទាំងខ្យល់មានទាំងថ្ងៃលិចតើយើង relax បណ្ណាយើងស្រស់ស្រាយបណ្ណាហើយថ្ងៃល្ងាចអញ្ចឹងគឺខ្យល់មកលហើយត្រជាក់មែនតែនហ្មងបាទអញ្ចឹងវីដេអូនេះគឺខ្ញុំថតចង់ចែកជូនទៅដល់បងប្អូនទាំងអស់គ្នាដែលចូលចិត្តទេសភាពបែបហ្នឹងដូចខ្ញុំបាទសម្រាប់ខ្ញុំគឺចូលចិត្តណាស់ទេសភាពបែបហ្នឹងហើយឲ្យតែខ្ញុំទៅដល់កន្លែងណាហើយគឺខ្ញុំតែងតែថតចែកជូនបងប្អូនទាំងអស់គ្នាដែលបានទស្សនាអញ្ចឹងខាងក្នុងទឹកហ្នឹងមិញមានកត់ចុះដកឈូកដកអីខាងក្នុងហ្នឹងដែរប៉ុន្តែអត់បានថតគាត់ទេដោយសារគាត់បេះហើយក៏លេចមកមើលផ្នែកខាងស្ដាំដៃខាងផ្លូវនេះវិញក៏យើងមានស្រះទឹកមួយដែរស្រះទឹកនេះតាមខ្ញុំសួរគេនៅតំបន់ហ្នឹងគឺអត់ដែលរីងទេរាប់ឆ្នាំហើយ4-10ឆ្នាំហើយគឺអត់ដែលរីងទេអញ្ចឹងក៏ស្រះទឹកនេះក៏ស្អាតដែរបងប្អូនអើយមានកប្លោកហើយកប្លោកមិនមែនកប្លោកទូចទេណាកប្លោកធំហើយទឹកថ្លាតែម្ដងទឹកហើយយើងមើលទៅពីទីតាំងខ្ញុំថតនេះទៅដល់នៅដបូលក្រហមហ្នឹងគឺផ្លូវធំដែលពីផ្លូវបំបែកផ្សារនេះមកផ្សារដងបាទហើយយើងមើលទៅនេះបងប្អូននេះមានដើមឈើមានម្លប់ឈើមានអីមើលទៅស្អាតមែនតើស្រស់ស្រាយតែម្ដងពេលខ្ញុំទៅដល់ទីតាំងនឹងភ្លាមគឺចាប់អារម្មណ៍មែនតើនោះហើយមានគេមកអង្គុយលេងច្រើនណាបងប្អូនបាទប្រហែលជាគេចូលចិត្តទេសភាពបែបហ្នឹងដូចខ្ញុំដែរបើបងប្អូនបានទៅដល់បានដឹងថាយើងមានខ្យល់អាកាសបរិសុទ្ធហើយយើងមើលទៅមានទេសភាពមានទឹកមានថ្ងៃលិចមានព្រៃឈើមានធម្មជាតិដុះក្នុងទឹកគួរឲ្យស្រស់ស្រាយមែនទែនបាទអញ្ចឹងបងប្អូនដែលនៅក្នុងតំបន់នឹងចិត្តនឹងអីបងប្អូនស្គាល់បងប្អូនជិះទៅមើលលេងទៅថ្ងៃល្ងាចម៉ោង5អីហ្នឹងគឺចាប់ផ្ដើមថ្ងៃលិចហើយខ្យល់ក៏វាត្រជាក់ដែរវាអស់ថ្ងៃបាទ
này hay dương mưa thôi đi om son khang phơi ra tực này phơi bê tông nó cứ phơi vọt trung bình vọt ở hào vọt ở vàng cha là thật độc nó khai được bông spứ là dương cho vì ở phơi bông bay ở đồng máu cho màu và hai chia cho một hàng xuyên đáy và hai chia pi rồi mét nhưng khơi phơi lòng suy châu vọt vàng cha là ngày chẳng dương mưa nó xa đó bóng phôn mà bóng phôn ban từ đó vẫn đang thà việc sót saiแบบnào ngày thực ấy dương thọt khơi trắng khơi những hiện tối chứ tại vì dương khơi to nó thúm à đây ở đây rình phong thực ấy đây rình buồn đọc năm ấy này bờ sân kia bóng phôn là để chạy vào bọ tray và bọ ấyគឺរត់តែអែមទៀតហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងផ្ញើជូនបងប្អូនបាទ